ពួកក្មេងកុំធ្វើអីរំភើបពេកមិនរំភើបទេពួកយើងគិតគូរច្បាស់លាស់អស់ហើយយប់នេះចុះកិច្ចសន្យាផ្ទេរសិទ្ធិសិនទៅហើយបងប្រាក់កក់ស្អែកព្រឹកចាំខ្ញុំនាំពួកឯងទៅកិច្ចការភូមិដើម្បីចុះឈ្មោះមុនថ្ងៃខាងស្អែកពួកឯងអាចចាប់ផ្ដើមបូមទឹកបានហើយបានឈីនឈួនពួកឯងនេះពិតជាស្រះនេះបើគេឲ្យឥតគិតថ្លៃក៏គ្មានអ្នកណាយកដែរចុះពួកឯងវិញនាំគ្នាដណ្ដើមមកយកទាំងយប់ពូជូខ្ញុំចង់ទៅមើលស្រះនោះបន្តិចនៅយប់នេះងឹតសូនឲ្យឈឹងបែបនេះមានអីឲ្យមើលទៅមើលបន្តិចសិនឲ្យដឹងស្ថានភាពជាក់ស្ដែងទៅចុះកុំចុះទៅជ្រៅពេកបាទស្រះប្រេះខ្លាំងណាស់ស្រះនេះលឿងជាងអ្វីដែលខ្ញុំគិតទៅទៀតនឹងហើយស្រះនេះមិនទាន់អស់ជីវិតទេខ្ញុំថាម្នាក់ណាដើរលួចនៅពាក់កណ្ដាលអាធ្រាត្រទៅនឹងឈីនឈួនអញហ៊ានទទួលយកស្រះខូចនេះមែនទេយកលុយដែលមិត្តស្រីសន្សំមកជួលស្រះដែលរលួយបំផុតក្នុងភូមិអញមិនខ្លាចខ្មាស់គេមែនទេស្អែកនេះខ្ញុំនឹងនាំអ្នកភូមិមកមើលទាំងអស់គ្នាមកមើលថាអញនឹងធ្វើឲ្យលុយមិត្តស្រីអញខាតរលាយស្អែកបូមទឹកបានតើខ្ញុំចាំមើលពេលឯងយំល្អហើយឯងគួរតែមកមើលអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ណានេះហើយគឺខេនឈួនដែលយកលុយសង្សារមកជួលស្រះត្រីដ៏មានតម្លៃនេះបើស្រះនេះអាចមានត្រីមែននោះខ្ញុំនឹងយកភក់ទាំងនេះមកហូបជំនួសបាយស្រះនេះគេឲ្យមិនគិតថ្លៃក៏គ្មានអ្នកយកដែរចុះវាទៅជួលវាពិតមែនស្រះពួកនេះកុំថាឡើយត្រីសំបីតែខ្ញុំក៏មិនรู้ដែរនៅចង់បានត្រីទៀតនាងក្មេងកាលពីម្សិលមិញខ្ញុំបានប្រមាននាងហើយលុយរបស់នាងនេះគឺយកទៅធ្វើបុណ្យឲ្យម្ចាស់ស្រះអស់ហើយលុយនេះខ្ញុំជាអ្នកចេញផលវិបាកយ៉ាងណាខ្ញុំជាអ្នកទទួលខុសត្រូវបានចិត្តដាច់ណាស់ខេនឈួនកុំកិច្ចឲ្យសោះកាលពីម្សិលមិញមិនព្រមទទួលលុយចែកចំណេញពីខ្ញុំ1រៀលនោះថ្ងៃនេះបែរជាយកលុយទុកការប្រពន្ធមកជួលស្រះងប់នេះទៅវិញបើអញ្ចឹងបង្ហាញឲ្យអ្នកភូមិយើងឃើញបន្តិចមើលថាឯងធ្វើម៉េចឲ្យស្រះភក់នេះមានត្រីចេញមកបានឈីនឈួនពូសួរឯងម្ដងទៀតបើបដូរចិត្តពេលនេះពូនឹងសងថ្លៃកក់ពាក់កណ្ដាលវិញពូជូមិនបាច់សងទេស្រះនេះវាទុកចោលយូរពេកហើយស្ថានភាពនៅខាងក្រោមនោះខ្ញុំក៏មិនច្បាស់ដែរខ្ញុំដឹងហើយបើខាត់ពិតមែនកុំបន្ទោសពូណាមិនបន្ទោសទេពូជូពូទៅហាមគាត់ធ្វើអីគេឥឡូវមានសមត្ថភាពណាស់ឃើញភូកក៏គិតថាអាចរកស៊ីមានបានដែរឯងមាត់ច្រើនម្លេះបន្តិចទៀតកុំអើទៅណាទៅសិនហើយថ្ងៃនេះខ្ញុំចូលចាំនៅទីនេះចាំមើលថាឯងនឹងអាម៉ាស់មុខដល់កម្រិតណាជីកត្រង់នេះមុនត្រង់នេះខាងស៊ីនត្រង់នេះនៅមានទឹកខ្លះកុំបូមចេញពីខាងនោះខាងស៊ីនទឹកវាលិចបន្តិចវាជាទឹកស្អុយនៅខាងក្រោមនេះមានស្រទាប់ដីសើមយីទេកន្លែងមានទឹកមិនព្រមបូមបែរជាមកជីកកន្លែងអត់ទឹកទៅវិញអាជីពណាស់នេះហើយដែលហៅថាអ្នកជំនាញឯងប្រកាសចិត្តទេត្រីមិននៅក្នុងដីស្ងួតទេវាស្ថិតនៅក្នុងរន្ធទឹកក្រោមនោះបើអញ្ចឹងជីកទៅបានជីកចាំមើលថាពួកឯងជីកបានអីធ្វើតាមគាត់ទៅចាប់ផ្ដើមជីកនៅជ្រុងខាងត្បូងឈៀងខាងលិចទៅឃើញទេសុទ្ធតែភក់ស្អុយនេះមិនមែនស្រះខូចទៅហើយហេជីកចុះទៅក្រោមបន្តិចទៀតហេតុអ្វីពស់នឹងវាកាន់តែផុសឡើងច្រើនម្ល៉េះតើគាត់កំពុងរកពស់នឹងមែនទេពស់ភក់ងាប់វាផុសរីប៉ាយទេពស់ទាំងនេះវាផុសមកពីប្រភពទឹកនៅខាងក្រោមកុំឈប់ជីកបន្តទៀតធ្វើជាចេះដឹងពស់ភក់ប៉ុន្មាននឹងវាអាចបញ្ជាក់ពីអ្វីបាននៅបាតស្រះនេះនៅមានរន្ធទឹកហូរខ្ញុំធ្លាប់និយាយហើយថាស្រះនេះមិនទាន់អស់ជីវិតទេក៏ត្រឹមតែពស់ភក់ប៉ុណ្ណឹង